សត្វឃ្មុំបានយកទឹកឃ្មុំដ៏ល្អប្រណីតដែលទើបតែក្រេបបានយកទៅចាក់ចោលទៅក្នុងភក់ដោយផ្ទាល់ដៃចំណែកសត្វរីដែលទំនៅលើមេឃឈើឃើញហើយក៏ស្រឡាំងកាំងហើយបាននិយាយឌឺដងចំអកឲ្យថាខំប្រឹងធ្វើការហត់នឿយសឹងស្លាប់តើដើម្បីអ្វីទៅសត្វឃ្មុំមិនបានខ្វល់ខ្វាយនឹងពាក្យសម្ដីនោះទេវាបានត្រឹមតែសម្លឹងមើលទៅសម្បុកឃ្មុំដ៏ធំល្វឹងល្វើយពណ៌មាសដែលនៅមិនឆ្ងាយប៉ុន្មានដោយកែវភ្នែកដ៏ស្រងូតស្រងាត់នៅទីនោះមានឃ្មុំឈ្មោលក្បាលពស់កំប៉ុងពីរបីក្បាលកំពុងអង្គុយក្នុងដៃរបស់ពួកវាមានកាន់វិកេបតដែលដោះដូរមកដោយញើសឈាមរបស់វាអ្វីដែលចម្លែកនោះគឺសត្វឃ្មុំមួយក្បាលនេះជារៀងរាល់ថ្ងៃឲ្យតែមេឃមិនទាន់ភ្លឺវាខំប្រឹងហោះកាត់កំពូលភ្នំចំនួន3ដើម្បីទៅក្រេបលំអងផ្កាតែមុនពេលហោះចូលសម្បុកវិញវាបែរជាចាក់ទឹកឃ្មុំទាំងនោះចោលទាំងអស់ហើយវាបានបដិសេធដាច់ខាតក្នុងការបង្កាត់ពូជនិងពងជាមួយឃ្មុំឈ្មោលណាមួយឡើយដើម្បីកុំឲ្យកូនចៅជំនាន់ក្រោយរបស់វាកើតមកភ្លាមត្រូវខ្លាយជាម៉ាស៊ីនក្រេបទឹកឃ្មុំដែលមិនចេះឈប់ឈរវាបានជ្រើសរើសបណ្ដោយឲ្យក្រពេញអវែរបស់ខ្លួនស្វិតក្រៀមស្វិតទៅតាមពេលវេលាហើយសុខចិត្តចាស់ជ្រាទៅដោយឯកោក្នុងចំណោមហ្វូងផ្កានៅក្នុងចិត្តវិជានេះត្រូវបានគេហៅថាការរលត់ទៅនៃលក្ខន្តិបត្តិនិងការការពារដើម្បីរស់មានមនុស្សខ្លះយកអនាគតរបស់កូនចៅជំនាន់ក្រោយមកធ្វើជាចំណាប់ខ្មាំងដើម្បីបង្ខំរូបអ្នកនាពេលបច្ចុប្បន្នមានមនុស្សខ្លះយកការបន្តពូជពង្សវង្សតកូលមកធ្វើជាលេសដើម្បីជំរិតទារយកអនាគតរបស់អ្នករហូតដល់រៀងស្ងួតពួកគេបានយកពាក្យថាការបន្តវេនមកវិខ្ចប់ធ្វើជាការទទួលខុសត្រូវហើយយកពាក្យថាការបង្កើតកូនចៅមកកែច្នៃឲ្យទៅជាការលះបង់ដ៏ថ្លៃថ្នូរនៅពេលដែលអ្នកកំពុងតែប្រឹងប្រែងបង្កាត់ពូជបង្កើតកូនចៅស្ទើរតែដាច់ខ្យល់ដើម្បីតែបំពេញតាមខ្វាយរបស់នរណាម្នាក់នោះសូមកុំភ្លេចលូកមើលក្នុងហោប៉ៅដ៏ទេស្អាតរបស់ខ្លួនឯងផង